trong blia kia cả ní cứ dương đòn miang cul ti mà phải pramព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាភាពនៃការដឹងគុណឬក៏ហៅថាកតញ្ញូចឹងធម្មតាយោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាថាមនុស្សភ្នែកខ្វាក់ទោះបីមើលឃើញព្រះពលឺព្រះអាទិត្យនិងព្រះច័ន្ទយ៉ាងណាក៏មិនអាចឃើញដែរចំណែកមនុស្សដែលចិត្តខ្វាក់ទោះបីជាដឹងនៅគុណឬក៏ឧបការៈដែលអ្នកដតីក្នុងការធ្វើនៅសេចក្តីល្អចំពោះខ្លួនយ៉ាងណាក៏ដូចឆ្នោះដែរយ៉ាងណាមិញយើងដាំដើមឈើណាតែដើមឈើនោះឲ្យផលជាម្លប់ជាផ្កាជាផ្លែដល់បុគ្គលដែលជាអ្នកដាំនោះក៏ឈ្មោះថាជាការដឹងនៅឧបការៈគុណរបស់ដើមឈើនោះអញ្ចឹងកូនចៅប្រុសស្រីទាំងអស់គ្នាដែលបានលោកអ្នកដ៏មានគុណមានមេត្តាបិតាចិញ្ចឹមបីបាច់ថែរក្សាគួរតែដឹងនៅឧបការៈគុណចំពោះលោកកុំឲ្យចាញ់នៅដើមឈើដែលឥតវិញ្ញាណអញ្ចឹងពាក្យថាកតញ្ញូនោះមានន័យដូចម្ដេចកតញ្ញូនោះគឺសេចក្តីភ្ញាក់រលឹកអំពីអ្នកទាំងឡាយបុគ្គលទាំងឡាយបានជួយឧបត្ថម្ភគាំទ្រជួយទំនុកបម្រុងដល់ខ្លួនអញ្ចឹងគឺមានសតិក្នុងការរលឹកនឹកគុណដឹងនៅឧបការៈរបស់បុគ្គលឬក៏លោកអ្នកដ៏មានគុណនឹងជានិច្ចជាកាលឬក៏បុគ្គលណាក៏ដោយឲ្យតែធ្វើនៅសេចក្តីល្អចំពោះយើងគ្រប់រូបយើងត្រូវតែដឹងនៅឧបការៈឬក៏ដឹងគុណណាចំពោះលោកនឹងឯងជានិច្ចជាកាលចឹងគឺវត្ថុដែលយើងគួរនៅដឹងឧបការៈលោកបានសម្ដែងថាមាន5ណាដែលញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាគប្បីដឹងនៅគុណណាអញ្ចឹងទី1ព្រះអង្គលោកបានសម្ដែងថាដឹងគុណចំពោះបុគ្គលណាចឹងដឹងគុណចំពោះបុគ្គលនឹងមានអ្វីញោមញាតិដឹងគុណចំពោះបុគ្គលនឹងមានមេត្តាបិតាឬក៏អ្នកដតីណាមានព្រះសម្មាសម្ពុទ្ធជាដើមដែលបានបន្សល់ទុកឬក៏បានទូមានព្រានបដៅឬក៏បានចិញ្ចឹមបីបាច់ថែរក្សាណាឬក៏ដឹងគុណចំពោះអ្នកដតីដែលបានធ្វើឧបការៈជួយទំនុកបម្រុងយើងនឹងឯងឲ្យប្រសើរណាអញ្ចឹងគឺទី1ហ្នឹងដឹងគុណចំពោះបុគ្គលណាអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាត្រិះរិះពិចារណាមើលថាតើអ្នកណាដែលបានជួយទំនុកបម្រុងតើអ្នកណាបានជួយបំភ្លឺផ្លូវណាឲ្យដើរនៅសេចក្តីល្អប្រព្រឹត្តនៅសេចក្តីល្អបុគ្គលនោះឈ្មោះថាជាអ្នកមានឧបការៈចឹងញោមញាតិត្រូវតែដឹងណាដឹងនៅគុណនៃបុគ្គលនោះទី2ព្រះសម្មាសម្ពុទ្ធព្រះអង្គថាគួរតែនឹងដឹងឧបការៈចំពោះសត្វនេះគឺមិនមែនសំដៅទៅលើសត្វទាំងអស់ទេញោមសត្វនេះឲ្យតែសត្វណាក៏ដោយឲ្យតែជួយណាជួយយើងណាឧទាហរណ៍ដូចគោក្របីសេះអីចឹងជាដើមហ្នឹងក៏យើងដឹងដែរញោមដឹងនៅគុណណាសពសត្វទាំងអស់នឹងឯងដែលសត្វតែជាមានឧបការៈដូចគោក្របីចឹងជាដើមបើញោមញាតជាកុហកជាហាវាបើសិនជាអត់មានគោអត់មានក្របីក្នុងការជួររាស់ធ្វើស្រែធ្វើចម្ការយើងក៏មិនអាចធ្វើស្រែធ្វើចម្ការបានដែរ
តែយើងដឹងហ្នឹងដឹងឧបការៈហ្នឹងធ្វើម៉េចថាយើងចិញ្ចឹមឬក៏ឲ្យសត្វនឹងឯងមានអាហារគ្រប់គ្រាន់មានកន្លែងស្នាក់ឬក៏ដេកនៅនឹងឯងណាកន្លែងដែលល្អដល់ប្រសើរអាហ្នឹងឈ្មោះថាការដឹងគុណណាដឹងដល់ឧបការៈដល់សពសត្វនឹងជាដើមអញ្ចឹងញោមញាតជាពុទ្ធបរិស័ទយើងជីវិតជាកុហកកាហាវានេះត្រូវតែដឹងមិនថាទៅដឹងគុណអីសត្វគោសត្វក្របីថាមែនទេញោមអញ្ចឹងគឺដោយអង្គអាត្មាលើកមកបញ្ជាក់អញ្ចឹងថាបើសិនអ្នកស្រែអ្នកចំការបើសិនជាអត់មានគោអត់មានក្របីណាសម្រាប់ក្នុងការជួរ៉េះរស់ស្រែចំការទេយើងក៏មិនអាចធ្វើស្រែធ្វើចំការរាប់ហាត់បានដែរណាអញ្ចឹងយើងគួរតែដឹងណាឲ្យអាហាររបស់គោរបស់ក្របីឬក៏របស់សត្វណាក៏ដោយឲ្យតែមានឧបការៈដល់យើងនឹងឯងឲ្យល្អឲ្យប្រសើរហ្នឹងណាអញ្ចឹងយើងគួរដឹងណាចំណែកទី3សម្មាសម្ពុទ្ធព្រះអង្គថាគួរនឹងដឹងគុណទៅដល់វត្ថុធម្មតាញោមញាតិដូចជាញាតិញោមប្រើឡានញោមប្រើនៅត្រែកឬក៏ញោមប្រើនៅវត្ថុផ្សេងណាឲ្យសម្រេចគោលដៅបានណាឲ្យសម្រេចគោលដៅបានឧទាហរណ៍ថាញោមមានដំណើរទៅឆ្ងាយណារាប់គីឡូជាដើមបើសិនជាអត់មានណាឡានអត់មានមធ្យោបាយក្នុងការធ្វើដំណើរសួរថាញោមអាចទៅបានដោយឆាប់រហ័សអាចទៅបានដោយតន់ចិត្តទេញោមញាតិអញ្ចឹងគឺអត់ទេអញ្ចឹងយើងដឹងគុណនៅវត្ថុណាវត្ថុផ្សេងដែលយើងប្រត្រៃដែលយើងតាក់ទងឬក៏យើងធ្វើជាប្រចាំនឹងឯងដល់ហើយទៅសំបីតែបិចដើម្បីតែសិភៅនឹងឯងក៏ជាអ្នកមានគុណដែរញោមញាតិណាហ្នឹងអ្នកមានគុណណាយើងដឹងកាលណាបើយើងដឹងយើងធ្វើម៉េចយើងរៀបចំទុកដាក់សម្អិតសម្អាតយើងរៀបចំតាក់តែងរបស់នោះល្អណាហើយញាតិញោមខ្លាំងដោយដឹងគុណណាឧទាហរណ៍ថាម៉ូតូឬក៏កង់ឬក៏ឡានអីចឹងទៅដឹងថាមានតែមធ្យោបាយទាំងអស់ហ្នឹងហើយដែលជួយខ្លួនឲ្យមានឲ្យបានជួយខ្លួននឹងឯងឲ្យសម្រេចគោលដៅផ្សេងអញ្ចឹងញោមខ្លះហ្នឹងមិនលក់មិនដូរទុកតាំងជីគេជាដំណើរអញ្ចឹងទៅណាសម្អិតសម្អាតអញ្ចឹងទៅអាហ្នឹងក៏ឈ្មោះថាដឹងគុណណាដឹងគុណណាចំណែកទី4ព្រះសម្មាសម្ពុទ្ធថាញោមញាតិដឹងគុណចំពោះបុណ្យណាធម្មតាបើយើងរស់នៅប្រកបរកទទួលទានចេតមានចេតបានរស់នៅប្រស្រ័យតកតងរស់នៅដោយសេចក្តីសុខហ្នឹងគឺអាស្រ័យទៅសារបុណ្យដោយសារកុសលដែលញោមបានបំពេញដែលញោមបានកសាងតាំងអំពីអតីតនឹងមកហើយបានញោមនឹងឯងប្រកបការងារញោមធ្វើអីហ្នឹងចេះតែប្រកបចេះតែសំប្រកបហ្នឹងគឺអាស្រ័យទៅលើបុណ្យពីអតីតដែលញោមញាតជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាហ្នឹងបានបំពេញញោមបានធ្វើពីអតីតហ្នឹងហើយយើងដឹងគុណនឹងឯងនៅពេលបច្ចុប្បន្នហ្នឹងយើងសន្សំយើងធ្វើនៅសេចក្តីល្អសន្សំបុណ្យនឹងឯងឲ្យកាន់តែប្រសើរអាហ្នឹងគឺឈ្មោះតការដឹងគុណណាញោមញាតចឹងញោមសាធុសប្បុរសទាំងឡាយគិតត្រិះរិះពិចារណាទី4ហ្នឹងយើងដឹងគុណចំពោះផលបុណ្យឬក៏ចំពោះបុណ្យដែលយើងបានសន្សំដែលយើងបានបំពេញដែលយើងបានធ្វើចំណែកទី5ព្រះសម្មាសម្ពុទ្ធថាដឹងគុណចំពោះខ្លួនឯងចំពោះខ្លួនឯងហ្នឹងមានន័យថាចេះស្រឡាញ់ចេះស្រឡាញ់នៅរូបរាងកាយហ្នឹងចេះព្យាបាលមិនថាស្រឡាញ់ហ្នឹងហួងហែងហ្នឹងស្រឡាញ់ហ្នឹងផ្សេងគ្នាណាញោមញាតិអញ្ចឹងគឺស្រឡាញ់ហ្នឹងមិនយើង
មិនប្រមាទយើងដឹងគុណលឹកនឹកគុណថារូបរាងកាយរបស់យើងដែលបានកើតមកនឹងឯងទោះបីសទោះបីខ្មៅទោះបីអីយ៉ាងណាញោមត្រូវតែដឹងគុណដឹងគុណខ្លួនឯងនឹងឯងឲ្យប្រព្រឹត្តធ្វើនៅសេចក្តីល្អឲ្យខ្លួនឯងនឹងឯងដឹងស្គាល់ខុសត្រូវឃើញទេយមញាតិអញ្ចឹងទៅយើងដឹងគុណយើងប្រព្រឹត្តនៅសេចក្តីល្អធ្វើនៅសេចក្តីល្អហ្នឹងបានច្រើននឹងវត្ថុ5យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាជាវត្ថុដ៏ល្អជាវត្ថុដ៏ប្រសើរជាវត្ថុដែលយើងគួរនឹងដឹងគុណយ៉ាងក្រៃលែងណាញោមញាតិអញ្ចឹងកតញ្ញូដែលញោមញាតិជាពុទ្ធបរិស័ទឈ្មោះកតញ្ញូការដឹងគុណការរលឹកនៅការសតិក្នុងការដឹងនៅឧបការៈនឹងឯងគឺមាន5យ៉ាងហ្នឹងញោមញាតិអញ្ចឹងមិនបរិយាយលើកហេតុផលច្រើនទេញោមញាតិបើសិនជាលើកហេតុផលអំពីចំណុចមួយឲ្យបរិយាយឲ្យបានវែងហ្នឹងគឺវែងណាស់អំពីគុណមេត្តាបិតាឬក៏បុគ្គលនឹងឯងច្រើនប្រសើរទៅទៀតអញ្ចឹងគឺមិនលើកឲ្យវែងទេការដឹងគុណញោមណាអញ្ចឹងគឺអរគុណច្រើនញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នា